ក្រុមហ៊ុន PJ17 ខេត្តសៀមរាបផលិតនិងចែកចាយពូជផ្សិតត្រចៀកកណ្ដុរទូទាំងប្រទេសរួមចំណែកលើកស្ទួយសេដ្ឋកិច្ចកសិករនិងកាត់បន្ថយការនាំចូលក្រុមហ៊ុន PJ17 ដែលបង្កើតឡើងដោយស្នាដៃកូនខ្មែរក្នុងឆ្នាំ2022មានទីតាំងស្ថិតនៅឃុំព្រៃជ្រូកស្រុកពួកខេត្តសៀមរាបកំពុងបង្កើតភាពលេចធ្លោមួយក្នុងវិស័យកសិកម្មតាមរយៈការផលិតពូជនិងដាំដុះផ្សិតត្រចៀកកណ្ដុរតាមបច្ចេកទេសទំនើបប្រកបដោយសុវត្ថិភាពខ្ពស់មានសមត្ថភាពចែកចាយទូទាំង25រាជធានីខេត្តនិងកំពុងទទួលបានការចាប់អារម្មណ៍ពីទីផ្សារដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយការនាំចូលបង្កើតឱកាសការងារនិងលើកស្ទួយសេដ្ឋកិច្ចកសិករក្នុងស្រុកលោកណែមវុធីអ្នកគ្រប់គ្រងបច្ចេកទេសក្រុមហ៊ុន PJ17 បានឲ្យដឹងថាផ្សិតត្រចៀកកណ្ដុរកំពុងមានតម្រូវការទីផ្សារខ្ពស់ខ្លាំងដើម្បីឆ្លើយតបនឹងតម្រូវការនេះក្រុមហ៊ុនបានផ្ដល់ឱកាសឲ្យកសិករបង្កើតជាសហគមន៍ដាំដុះដោយកសិករគ្រាន់តែមានទីតាំងនិងបញ្ជាទិញពូជពីក្រុមហ៊ុននោះក្រុមហ៊ុននឹងបណ្ដុះបណ្ដាលបច្ចេកទេសដាំដុះជូនព្រមទាំងប្រមូលទិញទិន្នផលមកវិញបច្ចុប្បន្នមានកសិករជាច្រើនគ្រួសារមកពី25រាជធានីខេត្តបានទិញពូជយកទៅដាំដុះជាបន្តបន្ទាប់លោកបានបន្តថាបច្ចុប្បន្នក្រុមហ៊ុនផលិតពូជបានចំនួន 4,000 កញ្ចប់ក្នុងមួយថ្ងៃប៉ុន្តែនៅតែមិនទាន់ឆ្លើយតបគ្រប់គ្រាន់តាមតម្រូវការឡើយហើយតាមគោលដៅក្រុមហ៊ុននឹងខិតខំផលិតឲ្យបាន 10,000 កញ្ចប់ក្នុងមួយថ្ងៃចង់ផ្ដាំផ្ញើទៅបងប្អូនដែលចង់ដាំផ្សិតជាកណ្ដុរនេះបាទព្រោះដោយសារឥឡូវគឺវាមានជាឱកាសមួយសម្រាប់បងប្អូនទាំងអស់គ្នាដោយសារខាងក្រុមហ៊ុនគាត់បង្កើតជាសហគមន៍អញ្ចឹងណាបាទអញ្ចឹងបើបងប្អូនចង់ដាំឬមួយក៏ចង់សិក្សាពីគោលការណ៍សម្រាប់ធ្វើផ្សិតនឹងអញ្ចឹងណាអញ្ចឹងបងប្អូនអាចតាក់ទងមកលេខទូរស័ព្ទដែលយើងដាក់នៅខាងក្រោមវីដេអូបានបាទសូមជម្រាបថាបច្ចុប្បន្នក្រុមហ៊ុនមានការដាំដុះនិងផលិតផ្សិតចំនួន2ប្រភេទគឺផ្សិតត្រចៀកកណ្ដុរនិងផ្សិតប៊ីចេងជាមួយការរៀបចំលក់ទាំងផ្សិតស្រស់ផ្សិតក្រៀមនិងពូជផ្សិតការផលិតទាំងអស់ធ្វើឡើងតាមបច្ចេកទេសទំនើបដោយប្រើប្រាស់ម៉ាស៊ីនត្រជាក់សម្រាប់បន្ទុំមេពូជនិងប្រព័ន្ធស្រោចស្រពទឹកស្វ័យប្រវត្តិព្រមទាំងប្រើប្រាស់វត្ថុធាតុដើមធម្មជាតិទិញពីកសិករផ្ទាល់ដែលធ្វើឲ្យផ្សិតមានគុណភាពល្អនិងគ្មានសារធាតុគីមីឡើយលើពីនេះទៅទៀតដំផ្សិតដែលឈប់ចេញផ្កាហើយក៏មានលក់ជូនកសិករសម្រាប់យកទៅធ្វើជីកំប៉ុស្តដែលមានប្រសិទ្ធភាពខ្ពស់សម្រាប់ការដាំដុះដំណាំគ្រប់ប្រភេទផងដែរ